ចាប់ផ្ដើមហើយបងប្អូនបាទរបស់លេងថ្មីបាទទូកងថ្មីដែលជាទូករបស់វត្តក្តីដូងនៅខាងខេត្តកំពង់ធំយើងបងប្អូនបាទនេះគឺជាទូកទី2ដែលជាសិស្សប្អូនរបស់ឌួងសូយ៉ាបុប្ផាស្ទឹងសែនបាទដែលមានឈ្មោះល្បាញ3ប្រទេសការពីប្រកួតថ្នាក់ជាតិថ្នាក់ខេត្តថ្នាក់ជាតិបាទបងប្អូនដែលពីឆ្នាំទៅបងប្អូនយើងឃើញថាឌួងសូយ៉ាគឺជាទូកមួយដែលមានឈ្មោះបោះសម្លេងល្បីទូទាំងប្រទេសរបស់កម្ពុជាដែរបងប្អូនហើយនេះគឺជាសិស្សប្អូនរបស់ឌួងសូយ៉ាបុប្ផាស្ទឹងសែនបងប្អូនដែលមានឈ្មោះថាស្ទឹងសែនថាបតីបារមីក្តីដូងដែលទូកនេះគឺស្ថិតនៅខាងវត្តក្តីដូងបាទនៅខាងស្រុកកំពង់ស្វាយយើងហើយស្ថិតក្នុងខេត្តកំពង់ធំបាទនេះគឺជាថ្ងៃទី1ដែលព្រះគ្រូចៅអធិការគាត់ដាក់ចូលទឹកដើម្បីសាកនៅទូកថ្មីបាទដែលទៅតែធ្វើហើយបងប្អូនប៉ុន្តែយើងនៅឃើញថាលើក្បូរក្បាច់រចនាគឺអត់ទាន់បិទឬក៏គូចិត្ត 100% ទេគឺនេះគ្រាន់ជាការហាត់សមសាកនៅទូកថ្មីដែលទៅតែធ្វើឲ្យរួចជាស្ថាពរបងប្អូនយើងនៅតែក្បាច់ទេដែលមិនទាន់លាបមិនទាន់គូអញ្ចឹងណាបងប្អូនហើយនេះឃើញថាលបឿនបងប្អូនដូចដែលបងប្អូនបានឃើញនៅក្នុងវីដេអូអញ្ចឹងគឺលបឿនគឺមិនចាញ់សិស្សច្បងក៏ដូចជាទូកដតីដែលល្បីឈ្មោះទូទាំងប្រទេសកម្ពុជាយើងដូចជាខាងតុងសនរិនរង្សីបោះបាត់ដំបងអីទេបងប្អូននឹងទូកផ្សេងដូចជាខាងខេត្តកំពង់ធំមានទូកល្បីច្រើនដែរបងប្អូនមានតាអុកសែនជ័យអញ្ចឹងទៅហើយនៅខាងកំពង់ធំនៅខាងស្រុកកំពង់ស្វាយយើងគឺមានដូចជាឌួងសូយ៉ាមានពងគាពិសីអីបណ្ដែរនេះគឺឌួងសូយ៉ាចាប់ផ្ដើមសាកដៃមុនហើយសាកទូកថ្មីសាកកម្លាំងដៃមុនហើយបណ្ដែរនៅខាងច្រើនទៀតបងប្អូនមានដូចជាពងគាពិសីអត់ទាន់ឃើញទេហើយនេះបងប្អូនគឺអ្នកទស្សនាថ្ងៃទី1បាទគឺមើលនៅទូកដែលទៅតែធ្វើឲ្យសាកកម្លាំងដៃឃើញថាលបឿនបងប្អូនគឺអស្ចារ្យឆ្នាំនេះអ្នកដែលស្នេហានិងស្រឡាញ់វិស័យទូកងខ្ញុំជឿជាក់ថានឹងល្អមើលទៀតហើយបងប្អូនគឺយើងរងចាំបាទតាមដានទស្សនាទាំងអស់គ្នានៅពេលដែលប្រកួតថ្នាក់ខេត្តក៏ដូចជាថ្នាក់ជាតិបាទបន្តិចទៀតឬក៏ដូចជាទៅខែខាងមុខគឺយើងនឹងចាប់ផ្ដើមបានមើលហើយជាពិសេសហ្នឹងគឺទូកល្បីដែលផុសចេញតាមវត្តដូចជាវត្តក្តីដូងវត្តស្លែងបាទនៅខាងកំពង់ស្វាយយើងក៏ដូចជាខាងតាអោកខាងអីផ្សេងណាយើងរងចាំទស្សនាទាំងអស់គ្នាហើយយើងចង់ដឹងថាឆ្នាំនេះខាងកំពង់ធំទូកណាដែលលេខ1ទៀតបាទពីឆ្នាំទៅយើងមានបុប្ផាស្ទឹងសែនឌួងសូយ៉ាបុប្ផាស្ទឹងសែនបាទបារមីក្តីដូងគឺលេខ1ទូទាំងខេត្តក៏ឡើងទៅដល់ថ្នាក់ជាតិហើយយើងរងចាំឆ្នាំនេះបន្តទៀតថាក្នុងខេត្តកំពង់ធំទូកណាដែលលេខ1ក៏នឹងទូកណាដែលមានឈ្មោះបោះសម្លេងខ្លាំងអញ្ចឹងនេះបងប្អូនឃើញថាលបឿននេះគឺគ្រាន់តែការហាត់សមទេបងប្អូនគឺអត់ទាន់ 100% ទេគ្រាន់តែថ្ងៃទី1ទេហើយថ្ងៃទី1នេះមានការសាកដូចជាមួយថ្ងៃពេញមានព្រឹកមានថ្ងៃទៀតទៅហើយឃើញថាលបឿនខ្ញុំមើលផ្ទាល់គឺអស្ចារ្យបងប្អូនលឿនហើយក៏វីដេអូនេះមានតែប៉ុណ្ណឹងចែកជូនបងប្អូនទស្សនាហើយយើងរងចាំទស្សនានៅពេលដែលប្រកួតថ្នាក់ខេត្តនិងថ្នាក់ជាតិបន្តទៀតបងប្អូនដូចជាថ្នាក់ជាតិយើងដឹងថាយើងនឹងរងចាំមើលថាទូកណាដែលល្បីខ្លាំងមានឈ្មោះខ្លាំងនិងមានលបឿនល្អជាងគេហើយថ្នាក់ខេត្តដូចគ្នាតាមបណ្ដាខេត្តផ្សេងៗបាទអរគុណច្រើន